ដាននៃសាច់រឿងភាគទី139នេះឃើញថាហានលីក៏បានកម្ចាត់នៅសត្រូវរបស់គេចោលទាំងអស់និងព្រមទាំងបាននិយាយទៀតថាតាមពិតទៅដំណោះស្រាយរបស់វាគឺជាការកម្ចាត់សត្រូវទាំងអស់នេះចោលក៏ប៉ុន្តែមិនបានកំណត់អំពីធម៌ពលរបស់វាឡើយបើសិនជាហានលីខ្លួនឯងមិនធ្លាប់ឆ្លងកាត់ទុក្ខវេទនាជីវិតរមែងស្លាប់និងបោះពិសោធន៍ក្នុងការបំផន់នោះទេមើលទៅប្រហែលជាធ្លាក់ចូលក្នុងអន្ទាក់របស់វាហើយហានលីក៏នៅតែបន្តនិយាយទៀតថាបន្តមកទៀតប្រហែលជាផ្លូវរស់កញ្ចក់ផ្សេងៗគ្នាគឺមានធម៌ពលផ្សេងគ្នាតើវាជាចៃដន្យមែនឬមួយក៏វាមានច្បាប់អ្វីមួយដោយឃើញថាហានលីបើយើងអាចឆ្លងផុតអញ្ចឹងវ៉ែនទីរេក៏គេបានសរសើរថាមើលទៅតំណាងរបស់ឯងពិតជាមិនអន់នោះទេបន្តិចក្រោយមកកញ្ចក់មួយក៏មានសកម្មភាពធ្វើឲ្យហានលីធ្លាក់ចូលមកកាន់ពិភពមួយផ្សេងទៀតធ្លាក់ចូលមកដល់កន្លែងនេះមើលទៅវាហាក់បីដូចជាកន្លែងធ្វើតែរបស់ឡូហ្វឹងអញ្ចឹងពិភពពេញទៅដោយសសរអ្វីយ៉ាងធ្វើចលនាទៅមកខណៈនឹងដែរមានយក្សមួយស្រាប់តែបានបង្ហាញខ្លួនហើយឃើញអញ្ចឹងហានលីបើយើងក៏មិនចាំយូរដែរក៏បានដាក់មីប្រុចដោយបានពាក់ស្បែកដុកទ័រស្ត្រេងក៏ដូចជាបើកការវិភាហាផងដែរក៏ប៉ុន្តែមើលទៅវាដូចជាអត់ប្រយោជន៍ព្រោះវាឃើញថាការវិភាហាដូចជាអត់ប្រយោជន៍ហានលីបើយើងក៏បានគិតថាតើវាគឺជាការបំភាន់មែនបានជាវៃមិនចេះងាប់អញ្ចឹងដោយមិនទាន់ដឹងថាធ្វើយ៉ាងម៉េចកើតហានលីបើយើងក៏នៅតែបន្តរត់ជារឿយៗរត់បានបន្តិចហានលីបើយើងក៏បានគិតថារត់កាន់តែយូរវាកាន់តែរីកមាឌធំឡើងមែនហើយហានលីយើងក៏បានឈប់បន្ទាប់ពីឈប់ហើយបានពិនិត្យបន្តិចហានលីបើយើងក៏បានយល់ថាតាមពិតទៅអ្នកបង្កើតកញ្ចក់មួយនេះគឺពោពេញទៅដោយគំនិតអាក្រក់ហើយហានលីបើយើងក៏បានដេញទៅអាយៈមួយនឹងវិញហើយបន្ទាប់ពីឃើញថាហានលីបើយើងក៏បានដេញវិញអញ្ចឹងអាយៈមួយនឹងក៏ពិតជាភ័យមែនទែនប្រឹងរត់ក៏ប៉ុន្តែកាន់តែរត់វាកាន់តែខ្លាយទៅជាតូចបន្ទាប់ពីរត់យូរទៅហានលីបើយើងក៏អាចជន់គេជាប់នៅនឹងជើងនិងព្រមទាំងបាននិយាយទៀតថានេះគឺជាវិញ្ញាណរបស់កញ្ចក់មើលទៅវាសុទ្ធតែជាការបំភាន់បើទោះបីជាវាដូចជាល្បែងក្មេងលេងក៏ដោយប៉ុន្តែអន្ទាក់ដ៏អាក្រក់នេះគួរតែបំផ្លាញចោលគឺវាល្អជាងនៅបន្ទាប់ពីបានគិតចប់ហានលីបើយើងក៏បានជន់វាកំទេចចោលមកខាងក្រៅវិញទីលីងនាងក៏បាននិយាយថាពិតជាចំណាយពេលយូរមែនវាគ្រាន់តែជាការប្រយុទ្ធនៃឆន្ទៈប៉ុណ្ណោះគណៈនឹងដែរកន្លែងយន់ចៅដែលកំពុងព្យាយាមជួយបងស្រីរបស់នាងដូចជាមានប្រតិកម្មអ្វីមួយយ៉ាងហើយប្រតិកម្មនឹងទៀតសោតបានធ្វើឲ្យអ្នកកូននិយមទាំងឡាយនឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនឆ្ងល់ថាវាគឺជាបាតុភូតអ្វីពួកគេមិនដែលបានឃើញនោះទេតែវានឹងមានកំណត់លេចចេញឡើងមែនម្នាក់ស្រីនេះក៏បាននិយាយថាបងប្រុសអញ្ចឹងគឺយើងឆាប់ទៅហើយបងប្រុសរបស់គេក៏បានប្រាប់ថាកំតាន់យើងចាំមើលបន្តិចទៀតសិនទៅដូចជាមិនដែលបានឃើញនោះទេក៏ប៉ុន្តែម្នាក់ស្រីនៅតែតឹងចង់ទៅអញ្ចឹងហើយបងប្រុសរបស់គេក៏នៅតែបដិសេធអីយ៉ាងកំតនអាចទៅតែកំពុងធ្វើអីហ្នឹងបងគឺមិនដែលបានឃើញទស្សនវិជ្ជាណាដែលធំបែបនេះនោះទេមើលទៅវាប្រកាសជាមានកំណត់ដ៏ល្អហើយងាកមកមើល feeling វិញនាងក៏បាននិយាយថាមិនក៏មានមនុស្សមកពីគ្រប់ទីកន្លែងអញ្ចឹងតែមកពីពួកគេគិតថានឹងមានកំណត់លេចឡើងមែនកំពុងតែគិតសោកនឹងនាងក៏បានចាប់អារម្មណ៍ថាអំពើដ៏ខ្លាំងក្លាដែលបញ្ចេញទៅដោយហានលីហើយហានលីវិញគេក៏បានគិតក្នុងចិត្តថានេះគឺជាលើកទី6ហើយតែពេលណាទៅវាចប់រីឯ Valentine Ray វិញគេក៏នៅតែបញ្ចេញនូវធម៌ពលព្យាយាមគ្រប់គ្រងទៅលើហានលីនិងព្រមទាំងបាននិយាយទៀតថាបើសិនជាឯងមិនចេញមកយើងនឹងធ្វើឲ្យឯងអស់កម្លាំងស្លាប់នៅក្នុងហ្នឹងហើយបើឯងចេញមកហើយយើងនឹងសម្លាប់ឯងចោលហើយបន្តនិយាយទៀតថាកម្រិតទី3ធម្មតានៅក្នុងអណ្ដាតភ្លើងមាសនឹងមិនដល់1ម៉ោងជាងទេនឹងខ្លាយទៅជាផេះមិនក៏ឯងអត់តន់អីទៀតក្រោយវាបាននិយាយចប់គេក៏បានធ្វើដៃជីវិតបញ្ចេញស្អីចេញពីស្នែងរបស់គេនិងព្រមទាំងបាននិយាយទៀតថាចាំមើលតើឯងទ្រាំបានយូរប៉ុណ្ណាហើយអាដំណោះដែលបញ្ចេញមកពីស្នែងបាញ់មិញនឹងក៏បានទៅជាមួយនឹងកញ្ចក់ពណ៌មាសមើលទៅប្រហែលជាជំនួយថាធម៌ពលឲ្យមើលទៅកាត់មកមើលហានលីបើយើងវិញគេក៏បាននិយាយថាពិតជាពិបាកទ្រាំនៅអណ្ដាតភ្លើងពណ៌មាសនេះខ្លាំងណាស់បើសិនជាមិនឆាប់ចេញទៅទេមើលទៅប្រកាសជាស្លាប់នៅក្នុងហ្នឹងឯងនិយាយចប់គេក៏បានបញ្ចេញនៅទឹកដោះវិញ្ញាណ 10000 ឆ្នាំយកមកផឹកដើម្បីជំនួយដល់ធម៌ពលបន្ទាប់ពីបានផឹកហើយហានលីបើយើងក៏បាននិយាយទៅកាន់ Valentine Ray ថាខ្ញុំបានឮថាកាលពីប្រមាណ1000ឆ្នាំមុនលោកធានជីងបានប្រើកញ្ចក់នេះដើម្បីសម្លាប់ម្ចាស់វិមានតែម្នាក់ឯងក៏ប៉ុន្តែពេលធ្លាក់ចូលក្នុងអណ្ដាប់ដៃរបស់ឯងមិនក៏វាខ្សោយម្លេះហើយបើតាមកំណត់របស់យើងវិញមើលទៅវាគ្រាន់តែជាអាវុធចម្លងដ៏អន់មួយប៉ុណ្ណោះអាវុធចម្លងប្រើអាវុធចម្លងដើម្បីសម្លាប់មេបោកដូចជាឯងតែវាមិនស័ក្តិសមទេមែនបើទោះបីជាមាត់និយាយឌឺចឹងក៏ដោយក៏ប៉ុន្តែក្នុងចិត្តហានលីកំពុងតែគិតថា Valentine Ray នេះពិតជាមនុស្សដ៏មានទេពកោសល្យពិតមែនដំបូងឡើយបានកោះហៅពួកបិសាចដ៏មានធម៌ពលខ្លាំងក្លាហើយបន្តប្រើអាវុធចម្លងដ៏មានឥទ្ធិពលបែបនេះទៀតក៏ប៉ុន្តែវាក៏មានផលវិបាកសម្រាប់គេដែរនៅពេលនេះគឺជាការសាកល្បងទៅលើកម្រិតវឹកហាត់និងធម៌ពលបើសិនជាខ្ញុំអត់បានផ្លាស់ប្ដូរទឹកវិញ្ញាណទាំងអស់នេះទេមើលទៅខ្ញុំប្រកាសជាទាត់ច្រកឯងរីឯ Valentine Ray វិញគេក៏បាននិយាយទៅកាន់ feeling ថាអ្នកនាង feeling មិនបាច់បារម្ភនៅខាងនេះទេឆាប់នាំអ្នកបម្រើទៅចាប់អ្នកដែលប្រើវិជារស់ឡើងវិញភ្លាមមកខ្ញុំគឺមិនជឿថាគេនឹងមិនចោះចូលនោះទេលឺអញ្ចឹង feeling នាងក៏បានតបថាអ្នកប្រុសវ៉ៃណាកន្លែងនេះគឺវាតបឆ្លប់ទៅនឹងធម៌ពលដ៏អាក្រក់នៃវិជារស់ឡើងវិញខ្ញុំខ្លាចថាបើសិនជាយើងបំបីវាដោយបង្ខំនោះអាសានឹងក៏ដួលរលំដូចគ្នាផងដែរកាត់មកមើលហានលីបើយើងវិញគេកំពុងតែគិតថាតែក្បួននេះអាចពឹងផ្អែកទៅលើ Snow និងកម្រិតវឹកហាត់ដើម្បីទប់ទល់មែនហើយយ៉ាងមើលទៅមិនមែននោះទេសូម្បីតែម្ចាស់វិមានផ្កាយក៏ស្លាប់នៅទីនេះហើយកម្រិតវឹកហាត់របស់គេគឺពិតជាជ្រាលជ្រៅជាងខ្ញុំទៅទៀតដូច្នេះហើយខ្ញុំត្រូវតែរកដំណោះស្រាយមិនអាចដេករងចាំស្លាប់បានឡើយឥឡូវនេះគឺនៅសល់ទ្វារស្លាប់រស់ហើយនឹងស្លាប់
យ៉ាមើលទៅដូចជាមានរឿងអ្វីមួយក្រោយពីបានកើតរួចហានលីក៏បានសម័យកាលពីខ្លួនឯងលេងអុកជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ហើយខ្ញុំក៏អត់ចាំឈ្មោះព្រឹទ្ធាចារ្យមួយនឹងដែរហើយក្មេងប្រុសដែលនៅជិតហានលីនឹងក៏បាននិយាយថាយ៉ាដាក់លឿនទៅនៅគិតអីយូរម៉េចហើយព្រឹទ្ធាចារ្យនឹងក៏បានទៅតែសើចក្មេងប្រុសម្នាក់នឹងក៏នៅតែបន្តយ៉ាលោកម្ចាស់ខ្ញុំឃើញលោកម្ចាស់ឯងលេងតាំងពីព្រឹករហូតដល់យប់ខ្ញុំដូចជាមិនដែលឃើញលោកម្ចាស់ឯងលេងឈ្នះតទៅសោះមិនក៏ញៀនលេងខ្លាំងម្ល៉េះយ៉ាព្រឹទ្ធាចារ្យហើយទៅចុះអំពីភ្នំខ្ញុំចង់ស្ដាប់ព្រឹទ្ធាចារ្យឯងនិយាយអំពីតាវលើសំដីកូនក្មេងនិយាយអញ្ចឹងហានលីបើយើងក៏បានតទៅវិញថាយ៉ាបើឯងបកាយអញ្ចឹងមិនក៏មិនលេងទៅអាកូនក្មេងនឹងក៏មិនញាក់ដែរគេក៏បានតទៅវិញថាយ៉ាឥឡូវទៅឲ្យខ្ញុំជាអ្នកលេងមានអីពិបាកប៉ុណ្ណឹងសោះនៅក្រៅពីគេបានដើរហើយគេក៏បានធ្វើមុខឌឺទៅកាន់ហានលីហើយហានលីបើយើងបានទៅត្រឹមធ្វើមុខចောက်ឈាមបន្ទាប់ពីឃើញថាអាល្អិតស៊ីឡុងវិដាអុកបានល្អអញ្ចឹងព្រឹទ្ធាចារ្យក៏ពិតជាមានការភ្ញាក់ផ្អើលមែនតើនឹងព្រមនឹងបាននិយាយថាពិតជាអស្ចារ្យខ្លាំងណាស់យ៉ាស៊ីឡុងយើងឃើញថាឯងពិតជាមានទេពកោសល្យក្នុងការលេងអុកមែនអញ្ចឹងហើយឈប់វឹកហាត់ទៅមកអង្គុយលេងអុកជាមួយយើងវិញលើព្រឹទ្ធាចារ្យហើយឈប់ឲ្យវឹកហាត់មកអង្គុយលេងអុកអញ្ចឹងគេក៏បានបកកាយហើយយ៉ាព្រឹទ្ធាចារ្យខ្ញុំអត់ចង់បានលេងអុកនោះទេគឺខ្ញុំចង់រៀនវេទមន្តហើយព្រឹទ្ធាចារ្យហើយបើយើងក៏បានតល្អបើសិនជាលេងចប់នៅអុកនេះហើយយើងនឹងបរៀនស្និតមួយចំនួនដល់ឯងហើយព្រឹទ្ធាចារ្យហើយនឹងគាត់នៅតែបន្តនិយាយទៀតថានៅក្នុងទម្រង់អុកនេះគឺវាមានច្បាប់ថាសួរសំណាងនិងគ្រោះគឺវាស្ថិតនៅកម្រិតមធ្យមឧទាហរណ៍ចលនាធម្មតារបស់អ្នកគឺវាបានទៅរកសេចក្តីស្លាប់ក៏ប៉ុន្តែវាបានបន្សល់នៅក្តីសង្ឃឹមបន្តិចបន្តួចខ្ញុំនិយាយអ្នកគ្នាងាយយល់ហ្មងទៅព្រឹទ្ធាចារ្យហើយនឹងគាត់ចង់បានន័យថាគ្រោះថ្នាក់ហ្នឹងគឺវាមិនដាច់ខាតនោះទេនៅក្នុងគ្រោះថ្នាក់ឬមួយក៏ជាការប្រឈមនឹងសេចក្តីស្លាប់ហ្នឹងគឺវាតែងតែបន្សល់ទុកនៅផ្លូវតូចៗសម្រាប់ឲ្យយើងគេចចេញពីបញ្ហាទាំងអស់ហ្នឹងបានន័យថាវាអត់ដាច់ខាតយើងត្រូវតែងាប់នោះទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺថាយើងអាចរកអាផ្លូវតូចៗទាំងអស់ហ្នឹងឃើញអត់បន្ទាប់ពីលើសម្ដីរបស់ព្រឹទ្ធាចារ្យហើយហានលីក៏បានចិញ្ចឹមគិតបន្តិចនិងត្រឡប់មកបច្ចុប្បន្នកាលវិញបន្ទាប់ពីធ្លាក់មកដល់ទ្វារមរណៈហានលីក៏បានគិតសង្ឃឹមថាខ្ញុំជ្រើសរើសត្រូវទៅចុះបន្ទាប់ពីឃើញថាមានហានលីជាច្រើនកំពុងតែហូមព័ទ្ធហានលីបើយើងក៏ព្យាយាមនៅប្រើធម៌ពលប៉ុន្តែមើលទៅដូចជាអត់ប្រយោជន៍តែហានលីទាំងអស់ហ្នឹងក៏បាននិយាយថាឯងមកដល់ទីនេះអញ្ចឹងបានន័យថាឯងគឺដល់ពេលវេលាត្រូវស្លាប់ហើយតែហានលីបើយើងក៏នៅតែមិនជឿតែគេឲ្យហានលីមើលខ្លួនឯងទៅបើមិនជឿហើយហានលីបើយើងក៏បាននិយាយតាំងពីខ្ញុំដើរនៅលើផ្លូវនេះខ្ញុំស្ថិតនៅមាត់ទ្វារមរណៈរហូតមកដូច្នេះមានតែបន្តដំណើរទៅមុខប៉ុណ្ណោះទើបអាចមើលឃើញពន្លឺនៃសេចក្តីសង្ឃឹមចុះបើទេពកោសល្យរបស់ខ្ញុំខ្សោយចុះបើត្រូវហូមព័ទ្ធទៅដល់សត្រូវខ្លាំងចុះបើចិត្តស្លាប់ម្ដងហើយម្ដងទៀតខ្ញុំគឺនឹងមិនចោះចាញ់នោះទេមិនថាអនាគតអតីតកាលឬមួយក៏បច្ចុប្បន្ននេះឡើយកាន់មើលយន្តយ៉ាកំពុងតែព្យាយាមជួយបងស្រីរបស់នាងវិញក៏បាននិយាយថាស្លាប់រស់គឺរួមតែមួយយានយ៉ាងគឺពាត់ជុំវិញហើយនាងក៏នៅតែបន្តប្រើធម៌ពលដើម្បីជួយសង្គ្រោះបងស្រីរបស់នាងរហូតធ្វើឲ្យជីងឈាមតាមមាត់មិនត្រឹមតែប៉ុណ្្នឹងទេនាងក៏មានឈាមជីងតាមភ្នែកផងដែរក៏ប៉ុន្តែបើយើងមើលទៅកាន់បងស្រីរបស់នាងវាហាក់បីដូចជាចិត្តជោគជ័យឯខ្វះតាមមួយជំហានទៀតប៉ុណ្ណោះយន្តយ៉ាក៏នៅតែបន្តនិយាយទៀតថាបងស្រីឲ្យមើលចុះលបងហាងកំពុងតែព្យាយាមការពារពួកយើងរងចាំបន្តិចទៀតសិនទៅពួកយើងប្រកាសជាជោគជ័យមិនខានឡើយងាកមកមើលហាងលីវិញគេក៏បានបំបីក្បួនរបស់ Ventin Train បានសម្រេចនឹងនៅតែបើកការវាយប្រហារដោយប្រើលំពេងចាក់ចំដើមទ្រូងរបស់ Ventin Train ផ្អោបជាមួយនឹងដុំថ្មបន្ទាប់ពីចាប់ផ្អោបជាមួយនឹងដុំថ្មហើយហានលីក៏បាននិយាយថាឯងគឺចាញ់ហើយតែ Ventin Train របស់យើងក៏បានតបបើសិនជាឯងហ៊ានសម្លាប់យើងមនុស្សច្រើនរាប់មិនអស់ប្រកាសជាស្លាប់ជាមួយយើងពិសេសគឺជាស្រីកំណាន់នៃបាក់ភ្លេងដ៏អស្ចារ្យលើសម្ដីគម្រាមអញ្ចឹងហានលីក៏បានចាក់បន្ថែមនិងប្រងនឹងបាននិយាយថាសម្ដីគម្រាមបែបនេះកុំនិយាយគឺវាល្អជាងបើសិនជាយើងខឹងប្រកាសជាកាត់ឯងជា8កំណាត់ប៉ុន្តែយើងមិនសម្លាប់ឯងឥឡូវនេះទេពីព្រោះចង់សួរថាតើប្រាសាទខាងក្រោមទឹកនេះគឺជាអីហើយមូលហេតុអីបានជាឯងស្វែងរកវាអញ្ចឹងលើហានលីសួរអញ្ចឹង Ventin Train គេក៏បានតបថាវាគ្រាន់តែជាផ្លូវចូលទៅក្នុងឋាននរកប៉ុណ្ណោះបើឯងចង់ដឹងគឺចូលទៅមើលខ្លួនឯងទៅបន្ទាប់ពីហានលីពិនិត្យមើលហើយដូចជាអត់មានឃើញអីនោះទេប៉ុន្តែសុកស្ថានភាពស្រាប់តែខុសប្រក្រតីឃើញអញ្ចឹង Ventin Train គេក៏បាននិយាយស្អីហ្នឹងតែវាគឺជាភ្នែកមែនតែហានលីបើយើងក៏បាននិយាយថាចិត្តស្លាប់ហើយកុំព្យាយាមប្រាក់ល្បិចឲ្យសោះនៅពេលដែលក្របភ្នែកមនុស្សចាប់ផ្ដើមធ្វើប្រតិបត្តិការហានលីក៏បានធ្លាក់មកខាងក្រោមក៏ប៉ុន្តែមិនអាចប្រើប្រាស់នូវធម៌ពលបានឡើយអញ្ចឹងគឺមានតែប្រើជំហានសមោលធម្មតាឃើញអញ្ចឹងហានលីបើយើងក៏ព្យាយាមរត់ដែរក៏ប៉ុន្តែថាអំពើភ្នែកមួយហ្នឹងគឺពិតជាខ្លាំងមែនតើបានព្យាយាមស្រូបហានលីចូលហើយគេក៏នៅតែបន្តនិយាយទៀតថាតើនេះគឺជាធម៌ពលប្រភេទអីទៅប្រាសាទបុរាណគឺត្រូវបានបំផ្លាញហើយតើនេះគឺជាកម្រិតទី5នៅក្នុងរឿងព្រេងនិទាននោះមែនឃើញថាហានលីព្យាយាមមែនតើដើម្បីកុំឲ្យគេស្រូបខ្លួនទៅបានប៉ុន្តែចុងក្រោយគេក៏នៅតែស្រូបបានដដែលហើយអូខេគ្នាយើងរឿងហានលីភីទី139ក៏មានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺវាមិនជាបញ្ហាអីទៅចោះណាពីព្រោះថាខ្ញុំធ្វើនេះគឺមានទាំងសម្លេងរំខានផងពេលខ្លះខ្ញុំកំពុងធ្វើហ្នឹងម៉ែគាត់ប្រើឲ្យទៅធ្វើនេះធ្វើនោះអញ្ចឹងទៅដាច់តែមកធ្វើវិញអញ្ចឹងហើយវីដេអូប្រកាសជាអត់បានល្អនោះទេពីច្រើនខ្ញុំធ្វើគឺអត់មានសមាធិក្នុងការនិយាយនោះទេគឺវាបាយខ្លាំងមែនតើហើយខ្ញុំសង្ឃឹមថានៅពេលដែលខ្ញុំទៅពេញវិញអ្វីៗគឺនឹងល្អប្រសើរជាងនេះហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងបាយ